ឆ្ងល់តាំងពីឆ្នាំមុនរហូតដល់ឆ្នាំហ្នឹងនៅតែឆ្ងល់ដែរប្តីខ្ញុំជារៀងរាល់ឆ្នាំគាត់តែងតែយកម៉ូតូទៅធ្វើកន្លែងនេះដែលគេហៅ pollution ដល់ពេលខ្ញុំចង់ដឹង pollution ស្អីគេខ្ញុំក៏យកពាក្យនៅបុកប្រែហើយ Google ប្រាប់ថា pollution មានន័យថាការបំពុលតែខ្ញុំគិតថា Google បកប្រែខុសព្រោះអីទង្វើរបស់ប្តីខ្ញុំធ្វើមិនត្រូវជាន័យចឹងទេហើយខ្ញុំព្យាយាមសួរប្តីខ្ញុំដែរហ្នឹងប៉ុន្តែដោយសារអង់គ្លេសខ្ញុំខ្លាំងពេកចឹងទៅទោះប្តីខ្ញុំយល់បញ្យល់យ៉ាងណាក៏មិនសូវយល់ដែរគ្រាន់តែកាត់ន័យដឹងខ្លះថានៅពេលយើងយកម៉ូតូទៅធ្វើកន្លែងការពេលម៉ូតូយើងឧទាហរណ៍ថាបើសិនយើងធ្វើដំណើរតាមផ្លូវជួបប៉ូលីសចរាចរណ៍កន្លែងណាមួយគេឆែករកឯកសារតាក់ទងនឹងម៉ូតូហ្នឹងយើងគ្រាន់តែបង្ហាញលិខិតពីកន្លែង office ឲ្យចឹងទៅគេថាយើងស្របច្បាប់អីចឹងបើនិយាយឲ្យស្រួលស្ដាប់ខ្ញុំគិតថាវាស្តៀងបងពុនផ្លូវច្បាប់នៅស្រុកឥណ្ឌាសម្រាប់យើងធ្វើចរាចរណ៍តាមផ្លូវឧទាហរណ៍ថាខ្ញុំជិះម៉ូតូចឹងបើសិនជួបប៉ូលីសគេឆែកឯកសារ3ទី1 insurance ទី2 license ហើយទី3 pollution បើសិនតែយើងមិនមានពួកហ្នឹងទេតែប៉ូលីសចាប់ដឹងតែធ្ងន់កឲ្យបងប្អូនហើយក៏មានច្បាប់ចរាចរណ៍មួយទៀតនៅពេលយើងធ្វើដំណើរតាមដងផ្លូវចឹងឧទាហរណ៍យើងកំពុងបើកបរសក់ស្រាប់តែឃើញឡានពេទ្យដឹកអ្នកជំងឺសង្គ្រោះបន្ទាន់យើងត្រូវជិះឲ្យឡានទៅមុនប៉ុន្តែបើសិនយើងរឹងក្បាលយើងមិនជិះទេឡានពេទ្យបុកយើងហើយឬក៏មានគ្រោះថ្នាក់ណាមួយដោយសារឡានពេទ្យនឹងបុកគឺយើងអត់មានសិទ្ធិតវ៉ានឹងគេតែហ្មងនិយាយទៅយើងអ្នកខុសទាំងស្រុងសូមបើកវងចោតិចិនបងប្អូនណែនាំផលិតផលថ្នាំដូចធ្មេញ TDK ជាប្រភេទថ្នាំធ្វើកម្ចាត់ក្លិនមាត់ហើយធ្វើឲ្យធ្មេញបងប្អូនសស្អាតរឹងមាំថែមទាំងផងអ្វីដែលសំខាន់ក្រុមហ៊ុនគេវិខ្ចប់មានចំណុចច្រើននិងតម្លៃសមរម្យចឹងហើយបើសិនជាបងប្អូនមានចំណាប់អាចរកទិញតាមផ្សារនានាទូទាំងប្រទេសកម្ពុជាហើយមួយរយៈនេះអត់សូវបានធ្វើម្ហូបខ្មែរប្រហែលទេបងប្អូននៅព្រោះប្តីមកចឹងទៅភាគច្រើនធ្វើម្ហូបឥណ្ឌាហើយព្រោះប្តីអត់ចេះញ៉ាំម្ហូបខ្មែរចឹងណាហើយម្ហូបឥណ្ឌាដែលខ្ញុំធ្វើនេះ Chicken Red Curry បងប្អូនលើកទី1សម្រាប់ខ្ញុំដែរនិយាយទៅខ្ញុំធ្វើម្ហូបឥណ្ឌាម្ដងត្រូវតែមើលYouTube ទៅថាគ្រឿងផ្សំវាញ៉ៃញ៉ៃចឹងគ្រីដូចគ្នាទេប៉ុន្តែគ្រឿងផ្សំខុសគ្នាទៅតិចចឹងហូបខ្មែរយើងគ្រឿងបុកគឺគ្រឿងបុកវាមិនសូវញ៉ៃញ៉ៃមកតែបងហូបឥណ្ឌាមហាញ៉ៃញ៉ៃចឹងមុនតែខ្ញុំស្លម្ដងម៉ែឲ្យមើល YouTube ផងសួរម្ដាយក្មេកផងបងចឹងអត់ឆ្ងាញ់ទេនិយាយទៅឥណ្ឌាអាគ្រឿងការីនិយាយទៅស្លខុសគ្នាតាមតំបន់តិចដែរខ្ញុំបានឃើញការបង្ហាញទៅរបៀបស្លការីឥណ្ឌាក្នុង YouTube សម័យបច្ចុប្បន្នគេអត់សូវប្រើដូងទេប៉ុន្តែចាស់ជនជាតិឥណ្ឌាជំនាន់ពីដើមជាពិសេសអ្នកនៅជនបទដូចម្ដាយក្មេកខ្ញុំបងប្អូនស្លការីដាក់ដូងគ្រប់មុខតែម្ដងហើយស្លការីខ្ញុំថ្ងៃនេះបងប្អូនសោកស្ដាយមែនខំរៀបចំអាគ្រឿងកិនក្រេវីតែចៃដន្យដាច់ភ្លើងឡើងមកព្រឹកថ្ងៃត្រង់អញ្ចឹងហើយក៏ទៅសុំម្ដាយក្មេកខ្ញុំយកអាគ្រឿងគ្រីវីដែលគាត់បានកិនស្លហ្មងទៅនិយាយទៅម្ដាយក្មេកខ្ញុំឲ្យគាត់ធានាដឹងគាត់រៀបចំអាគ្រឿងគ្រីវីមានអាគ្រីពណ៌ខៀវពណ៌លឿងពណ៌ក្រហមគាត់ពេញទៅទូទឹកកកអញ្ចឹងហើយវាងាយស្រួលពេលយើងស្លទាំងវាលឿនណានិយាយទៅវិធីធ្វើម្ហូបឥណ្ឌាអត់សូវពិបាកស្លតែមួយតែសំខាន់គឺគ្រឿងផ្សំដែលហៅក្រេវីនឹងឯងហើយម្ដាយក្មេកខ្ញុំសងគ្រឿងចង់ងាប់បងប្អូននិយាយទៅគ្រឿងរបស់គាត់មិនត្រឹមតែធ្វើទុកញ៉ាំខ្លួនឯងទេក៏ធ្វើទុកលក់ដែរនឹងឲ្យតែមានអាណាទិញអញ្ចឹងទៅគាត់នឹងប្រើខ្ញុំយកទៅឲ្យគេអញ្ចឹងហើយក៏មានទឹកខ្មេះលក់ដែរក្រៅពីការងាររបស់គាត់បោកសម្អាតអីអញ្ចឹងហើយការផលិតទឹកខ្មេះរបស់គាត់ឬការធ្វើទឹកខ្មេះរបស់គាត់អត់ខុសពីយើងទេបងប្អូនអើយឲ្យតែអស់ទឹកខ្មេះម្ដងខ្ញុំនឹងប្តីនឹងឯងទៅទិញទឹកខ្មេះគេចម្រាញ់ទឹកដូងដូចយើងចម្រាញ់ទឹកត្នោតអញ្ចឹងដោយថាស្រុកយើងយើងធ្វើស្ករធ្វើអីយើងធ្វើពីទឹកត្នោតប៉ុន្តែនៅស្រុកទៀតគេមានដាំត្នោតប៉ុន្តែគេអត់ធ្វើបងប្អូនស្រុកដូងទៅធ្វើវិញហើយនៅស្រុកហ្នឹងតាមខ្ញុំមកអត់ដែរឃើញគេលក់ទឹកដូងផ្អែមឃើញទឹកដូងជូរតែបើតាមខ្ញុំដឹងតំបន់ផ្សេងនៅស្រុកឥណ្ឌាក៏គេមានធ្វើទឹកត្នោតផ្អែមទឹកត្នោតជូរដែរតែខ្ញុំអត់ដែរឃើញគេយកទឹកត្នោតផ្អែមយកទៅធ្វើស្ករដូចស្រុកយើងអញ្ចឹងណាហើយវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរអរគុណច្រើនបងប្អូនតែឆ្លាញ់ចូលចិត្តមើលវីដេអូខ្ញុំជូនពរបងប្អូនឲ្យមានសុខភាពល្អសំណាងល្អរកស៊ីមានបានទាំងអស់គ្នាជម្រាបលាចាំជួបនៅវគ្គក្រោយអរគុណ